សម័យនេះហើយនៅប្រើ sticker note ប្រើ note page ក៏ដាក់សៀវភៅទៀតស្រែងោមសួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទឈ្មោះស៊ីមេងថ្ងៃនេះផងដែរខ្ញុំមកចែករំលែកអ្នកទាំងអស់គ្នាមួយអំពីកម្មវិធីឈ្មោះថា Task ដែលជា service របស់ Google អញ្ចឹងអ្នកទាំងអស់គ្នាភាគច្រើននៅពេលដែលមាន meeting ឬក៏មានការងារចាំបាច់ណាមួយគឺយើងតែងតែ take note ទៅលើ sticker note ឬក៏សៀវភៅឬក៏ notepad ដែលនៅលើ computer របស់យើងអញ្ចឹងនៅពេលដែលដល់ពេលដល់ថ្ងៃគឺយើងទៅចូលមើលឬក៏មុនមួយថ្ងៃយើងចូលទៅមើលថាតើថ្ងៃណាត្រូវមាន schedule meeting ឬក៏ត្រូវមានការងារណាចាំបាច់ត្រូវធ្វើអត់ឥឡូវនេះខ្ញុំនឹងបង្ហាញអ្នកនរគ្នាមួយគឺកម្មវិធីមួយគឺស្រួលតែម្ដងមិនបាច់ចូលទៅមើលទេគឺមានន័យថានៅពេលដែលដល់ពេលឬក៏ចិត្តដល់ពេលណាមួយទៅតាមការកំណត់របស់យើងវានឹង alert មកទូរស័ព្ទរបស់យើងតាមរយៈ account Gmail របស់យើងអញ្ចឹងវាមានភាពងាយស្រួលថាយើងកំណត់ថាមុនមួយថ្ងៃឬក៏មុនកន្លះម៉ោងអញ្ចឹង alert មកយើងអញ្ចឹងពេលហ្នឹងយើងដឹងភ្លាមថាអូដល់ពេលថ្ងៃត្រូវធ្វើអីអូខេឥឡូវនេះខ្ញុំនឹងមកបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបនៃការប្រើប្រាស់របស់វាអូខេអញ្ចឹងអ្នកទាំងអស់គ្នាជាដំបូងអ្នកទាំងអស់គ្នាត្រូវ sign in account របស់អ្នកទាំងអស់គ្នាចូលមក Gmail សិនតើមកនេះអ្នកទាំងអស់គ្នាចូលមកកន្លែងនេះមក Google App តើមក scroll down ចុះខាងក្រោមមកអ្នកគ្រូអ្នកទាំងអស់គ្នាយកកន្លែង task អូខេអញ្ចឹងយើងមកដល់កន្លែងនេះហើយអញ្ចឹងនេះជា default គឺយើងមាន my task មួយអញ្ចឹងបើករណីយើងចង់ប្រើ list សម្គាល់ទៅតាមផ្នែកមួយអ្នកខ្លះគឺតើគាត់មាន task មួយគឺសម្រាប់តែកន្លែងការងារហើយបន្តមកទៀតគាត់មាន task មួយទៀតតែសម្រាប់ការងារគាត់ខាងក្រៅឬក៏ task មួយទៀតទូនាទីធ្វើអីមួយផ្សេងអញ្ចឹងយើងអត់ចង់ដាក់ចូលគ្នាជាមួយការងារទេចុះលើថាខ្ញុំបង្កើតទៅលើ list task មួយដែលខ្ញុំ focus ទៅលើការ meeting នៅខាងក្រៅឯងអញ្ចឹងយកកន្លែង create new list មកអញ្ចឹងខ្ញុំដាក់ថា meeting schedule នេះមកបាទអញ្ចឹងយើងបាន2ឯងចុះបើសិនជាករណីអ្នកទាំងអស់គ្នាអត់ចង់ឃើញវាបែបនេះទេយើងអាចដក tick កន្លែងនេះមួយចេញមកបាទអញ្ចឹងវាឃើញតែមួយនេះតមកទៀតខ្ញុំនឹងប្រាប់អ្នកនរគ្នាបន្ថែមអំពីរបៀបនៃការបង្កើត task របស់យើងក្នុងករណីនេះយើងមាន2ចំណុចក្នុងការចូលទៅ create ទីមួយយើងចុចកន្លែងសញ្ញាបូកកន្លែង create នេះមកមានតែយើងបង្កើត task នេះមកអញ្ចឹងនៅពេលយើងយកកន្លែងនេះតម្រូវយើងពេញព័ត៌មានហើយយើងជ្រើសរើសទៅលើ list របស់ task របស់យើងតែបើសិនជាខ្ញុំយកកន្លែងនេះមានន័យថាខ្ញុំចុចទៅលើខ្ញុំឈរទៅលើ list របស់ task របស់ខ្ញុំហើយអញ្ចឹងខ្ញុំយកថាកន្លែង create add task នេះមករួចរាល់ហើយអញ្ចឹងកន្លែងនេះខ្ញុំយកកន្លែង add task នេះមកបាទតើមកខ្ញុំធ្វើការបំពេញថា task ហ្នឹងខ្ញុំបដោតទៅលើអីឬក៏ម៉ោងណាឬថ្ងៃណាមួយឥឡូវឧទាហរណ៍ថាខ្ញុំ meeting ឧទាហរណ៍ថាខ្ញុំ meeting ថ្ងៃនេះចុះឧទាហរណ៍ថាថ្ងៃ30ខែ5 2026ហើយ meeting ហ្នឹងគឺខ្ញុំត្រូវ meeting មកប្រហែលឧទាហរណ៍ថាខ្ញុំដាក់ឥឡូវនេះឧទាហរណ៍ខ្ញុំដាក់ឥឡូវនេះគឺម៉ោង11កន្លះឥឡូវខ្ញុំដាក់ម៉ោង11:35អូខេអញ្ចឹងមានន័យថា meeting របស់ខ្ញុំគឺនៅម៉ោង11:35 AM ហើយក្នុងនេះខ្ញុំបំពេញថែមថាតើ meeting របស់ខ្ញុំហ្នឹងនៅថ្ងៃហ្នឹងម៉ោងហ្នឹងធ្វើអីអូខេអញ្ចឹងខ្ញុំដាក់ទៅថា meeting with John at coffee shop អូខេតមកទៀតកន្លែងនេះសំខាន់គឺអ្នកទាំងអស់គ្នាកំណត់មកថាតើឲ្យវា send notification តាម email របស់យើងនៅលើទូរស័ព្ទនៅថ្ងៃណាហើយម៉ោងប្រហែល
ចឹងខ្ញុំមាន today tomorrow ហើយម៉ោងចឹងក្នុងនេះខ្ញុំដែលសារក្នុងនេះខ្ញុំកំណត់ថា meeting របស់ខ្ញុំគឺនៅថ្ងៃទី30ហ្នឹងចឹងខ្ញុំយក today អូខេតបមកទៀតខ្ញុំចូលទៅកំណត់ម៉ោងចឹងក្នុង meeting របស់ខ្ញុំគឺត្រូវម៉ោង 11:35 នាទីចឹងខ្ញុំចុចលើហ្នឹងមកបាទគឺវាចេញបែបនេះចឹងខ្ញុំមើលថ្ងៃរបស់យើងថាត្រឹមត្រូវនៅតមកទៀតយើងធ្វើការកំណត់ម៉ោងឧទាហរណ៍ថាខ្ញុំម៉ោង11:35 35អូខេតបមកយើងចុចកន្លែង repeat នេះមានន័យថាចេះតើអ្នកទាំងអស់គ្នាចង់ឲ្យការ alert ហ្នឹងតាមមួយថ្ងៃហ្នឹងឬក៏យើងមានទៅតាមកំណត់ថ្ងៃរបស់យើងដែលក្នុងនេះគឺមានន័យថាខ្ញុំយកតាមថ្ងៃទេមានន័យថាក្នុងថ្ងៃហ្នឹងតែបើសិនករណីអ្នកទាំងអស់គ្នាច្រើនថ្ងៃគឺដាក់ចំនួនអ្នកទាំងអស់គ្នាដាក់ចំនួនថ្ងៃហ្នឹងមកហើយតើតើកន្លែង start គឺខ្ញុំមានន័យថាឲ្យវា load ចាប់ផ្ដើម notification គឺថ្ងៃទី30ខែឆ្នាំតមកបញ្ចប់មានន័យថាខ្ញុំឲ្យតែមួយថ្ងៃហ្នឹងទេគឺខ្ញុំយក never តែបើសិនជាអ្នកទាំងអស់គ្នាយកកន្លែង on នេះមានន័យថាអ្នកទាំងអស់គ្នាកំណត់ឲ្យវា load ពីថ្ងៃ30រហូតដល់ថ្ងៃទី29ខែ7ចឹងមានន័យថាវា load ពេញថ្ងៃដែលយើងកំណត់ហ្នឹងហើយវានឹងដល់ម៉ោងគឺវានឹង load មករហូតដល់ថ្ងៃទី29ខែ7តែបើយើងយក after មានន័យថាយើងកំណត់ថាឧទាហរណ៍ថា meeting ហ្នឹងត្រូវជួបរយៈពេល3ថ្ងៃអញ្ចឹងវាត្រូវ30ត្រូវ30ហើយត្រូវ31ថ្ងៃ1អញ្ចឹងបើសិនជាករណីនេះខ្ញុំយកថ្ងៃ1អញ្ចឹងវា load ត្រឹមតែថ្ងៃ31ទេដោយសារខែនេះយើងដាច់ខែ31អូខេអញ្ចឹងអានេះខ្ញុំយកតាមថ្ងៃទេ never មកដាច់អូខេតែឥឡូវនេះគឺថារបស់យើងបាន set schedule រួចរាល់ហើយអញ្ចឹងចាំមើលទាំងអស់គ្នាថាតើនៅម៉ោង 11:35 វានឹង alert មកទូរស័ព្ទខ្ញុំអត់បាទឥឡូវនេះឃើញថាវាបាន send notification មកទូរស័ព្ទរបស់ខ្ញុំហើយបាទសូមអរគុណការបង្ហាញរបស់ខ្ញុំមានតែប៉ុណ្ណេះបាទសូមអរគុណបើសិនជាមានការខ្វះខាតត្រង់ចំណុចណាអាច comment ចូលមកខាងក្រោមហើយខ្ញុំធ្វើការអភិវឌ្ឍបន្ថែមអរគុណ